ก็ถ้ากำหนดพาแต่เนาะกดกัดอัดเขาให้ในយើងខ្ញុំគិតថាគាត់គិតត្រូវដោយសារអីសូម្បីតែអ្នកវិទ្យាសាស្ត្រក៏គេនិយាយដែរគេថាប្រសិនបើយើងចង់ជួយសង្គ្រោះភពផែនដីឬក៏ចង់ថែរក្សាភពផែនដីបានឬត្រាណាតែយើងកាត់មនុស្សពាក់កណ្ដាលចោលនៅលើផែនដីឥឡូវនេះយើងមានប្រហែលដូចជា8 billion អ្នកអ្នកទាំងគ្នាមានន័យថា8000លានអ្នកអញ្ចឹងត្រូវលុបចោលពាក់កណ្ដាលនៅសល់តែត្រឹម4000លានអ្នកទេវាស្មើនឹងលេខ4ហើយបូក0ពីខាងក្រោយថែម9ខ្ទង់ទៀតអញ្ចឹងហេតុអីអ្នកទាំងគ្នាសាកគិតមើលមនុស្សយើងគឺជាសភាវៈកតៈមួយដែលលោភលន់ហើយចង់ធ្វើអីតាមចិត្តខ្លាំងជាទីបំផុតហ្មងបើសិនជាមនុស្សយើងកើនឡើងខ្លាំងទី1គឺមានការបំផ្លាញបរិស្ថានគឺចាប់ផ្ដើមមានច្រើនទៅការកាប់សម្លាប់សត្វព្រៃឬក៏កាប់បំផ្លាញព្រៃឈើគឺកើនឡើងខ្លាំងមែនទែនមកការបូមយករ៉ែក្រោមដីហើយនឹងការកង្វក់ទឹកដោយសារតែយកសម្រាមទៅចាក់ចូលទៅក្នុងទឹកសមុទ្រឬក៏ចាក់សារធាតុរាវដែលជាសារធាតុគីមីនឹងចូលទៅក្នុងទឹកសមុទ្របើសិនបើយើងអត់ព្រមការពារមនុស្សទេមនុស្សយើងអាចនឹងមានការកើនឡើងខ្លាំងត្រឹមឆ្នាំ2080ទេអាចនឹងមានមនុស្សកើនឡើងរហូតដល់10 billion នាក់វាស្មើនឹង10,000លាននាក់ច្រើនខ្លាំងមែនទែនហ្មងអញ្ចឹងអ្នកវិទ្យាសាស្ត្រគឺគេដាក់គោលដៅហើយត្រឹមឆ្នាំ2200មនុស្សយើងធ្វើយ៉ាងណាក៏ដោយសូមឲ្យនៅសល់តែត្រឹម4000លាននាក់ទេដោយវិធីសាស្ត្រទី1នៅម្នាក់ឯងទី2នៅក្នុងគ្រួសារបើសិនជាយកកូនយកតាមម្នាក់ទៅបានហើយកាត់បន្ថយតិចខ្លាំងមែនតើមកឬក៏មានគ្រួសារមានទៅតែមិនបាច់ចាំយកកូនទេហើយអ្នកទាំងអស់គ្នាគិតមិនដែរខមមិនប្រាប់ខ្ញុំផងខ្ញុំគិតខ្ញុំគណៈអាត្មាភាពចូលរួមកំណត់ឬក៏បញ្ចេញមតិពីបញ្ហាមានជីវិតគូប្តីប្រពន្ធឬត្រូវមានកូនច្រើនកូនតិចហ្នឹងហើយអារឿងហ្នឹងខ្ញុំគណៈអាត្មាហ្នឹងធ្លាប់ឮនៅវៀតណាមឮនៅចិនមុននៅចិនបន្ទាប់ពីចិនមកក៏ឮសូរព័ត៌មាននៅប្រទេសវៀតណាមឲ្យពជាកំណើតឬក៏កាត់ស្បូនកាត់អីចោលជាដើមហ្នឹងហើយចំនួនដែលច្រើនពជាកំណើតហ្នឹងគឺខ្មែរក្រមទៅកាត់ស្បូនកាត់អីចោលអញ្ចឹងណាទៅដឹងថាកូនច្រើនណាស់កាត់ស្បូនចោលក៏មានទៅហើយសួរថាមានចន្ទជាតិយួនឬក៏ចន្ទជាតិភ័ក្រតិចផ្សេងហ្នឹងជាពិសេសខ្មែរក្រមហ្នឹងវាត្រូវគេកាត់ស្បូននៅគ្រាវអីក៏មានដែរមិនថាប្រុសស្រីអីហ្នឹងគេប្រើល្បិចកិច្ចកលគ្រាវប្រុសព្រោះថាស្រីទៅកាត់ស្បូនកាត់អីគ្រាវក៏មានដែរហ្នឹងហើយចន្ទជាតិយួនក៏មានដែរគាត់ថាវាមានភ័ក្រតិចអញ្ចឹងណាយួនក៏មានក្នុងនោះភ័ក្រតិចយួនហើយនឹងចិនប៉ុន្តែចិនដែលនៅប្រទេសវៀតណាមចិននៅយួនហ្នឹងគឺភ័ក្រចឹងក៏វាមិនពជាកំណត់ក៏កូនគេតិចដែរហ្នឹងហើយកូនគេ3 4អីហ្នឹងយ៉ាងច្រើនអញ្ចឹងណាបើបុរាណអានឹងកូនច្រើនមែនប៉ុន្តែមកសម័យថ្មីខ្ញុំគណៈអាត្មាដឹងក្តីហ្នឹងចិនដែលរស់នៅប្រទេសវៀតណាមហ្នឹងកូន3កូន4ហ្នឹងយ៉ាងច្រើនក៏ប៉ុន្តែវាមិនប្រឈមមុខត្រូវគ្រាវត្រូវកាត់ស្បូនគ្រាវទាំងប្រុសទាំងស្រីអីហ្នឹងដូចវាមិនសូវលឺសូរអញ្ចឹងណាជាពិសេសយួននិងចិនហ្នឹងហើយក្រៅពីហ្នឹងខ្មែរក្រមប្រឈមមុខនឹងការគ្រាវការកាត់ស្បូនកាត់អីចោលហ្នឹងហើយរឿងបញ្ហាហ្នឹងហើយខ្ញុំគណៈអាត្មាមកនៅខ្មែរកណ្ដាលកម្ពុជាឬក៏ខ្មែរកណ្ដាលយើងនេះដូចជាអំឡុងឆ្នាំ2000ប្រហែល2003 2004ហ្នឹងណាហ្នឹងហើយ2000ឬសូចាប់ពីខ្ទង់ហ្នឹង2001 2002 2003 2004ប្រហែលឆ្នាំហ្នឹងឬសូពាក់បំផុសបំផុលឲ្យខ្មែរទៅពជាកំណើតទៅមានសុភមង្គលទៅពជាកំណើតទៅគ្រាវនិយាយចំទៅចងស្បូនចង់អីហ្នឹងដែរឬសូប្រកាសហ្នឹងខាងរដ្ឋគេហ្នឹងប្រកាសណាឬសូប្រកាសយូរឆ្នាំដែរដូចជាចាប់ពី2000ខ្ទង់2001អីដេញមកហ្នឹងខ្ញុំកណ្ដាលអាត្មាឡើងមកនៅខ្មែរកណ្ដាលយើងហ្នឹងក៏ឬសូបំផុសបំផុលអាហ្នឹងដំបូងឬសូតិចទេក្រោយឬសូខ្លាំងឡើងច្រើនឡើងទៅលេងណាក៏ឲ្យខ្មែរហ្នឹងពជាកំណើតឲ្យកូនតិចទៅមានសុភមង្គលគ្រួសារអីណាហ្នឹងវាមានរឿងផ្សេងច្រើនទៀតក៏ប៉ុន្តែគោលដៅរបស់គេហ្នឹងឲ្យគ្រាវឬក៏កាត់ស្បូនឬក៏ពជាកំណើតពជាអីអញ្ចឹងបំផុសបំផុលឲ្យពជាកំណើតឲ្យកូនតិចអញ្ចឹងណាទៅមានសុភមង្គលគ្រួសារអីនោះឃើញប្រកាសហ្នឹងគេនិយាយច្រើនណាពាក់ព័ន្ធនៅក្នុងរឿងហ្នឹង
នឹងហើយក៏ក្នុងនោះដូចជាចូល2004ក៏2005អីខ្ញុំក៏ណាអាត្មាភ្លេចស្ដេចសៀអនុយើងនេះស្ដេចសៀអនុនោះព្រះអង្គឡើងប្រតិកម្មណែស្ដេចសៀអនុឡើងប្រតិកម្មថាប្រទេសយើងនៅប្រជាជនតិចណាមិនដូចជាប្រជាជនចិនដែលព្រះអង្គធ្លាប់ចុះឡើងប្រទេសចិនហើយក៏មានឋានៈដឹកនាំផ្សេងចុះឡើងនៅប្រទេសវៀតណាមណាប្រទេសយើងវាមិនតាន់មានប្រជាជនច្រើនអីដល់ម្លឹងដែរហ្នឹងហើយនឹងក្នុងអំឡុងហ្នឹងមានការប្រតិកម្មទាំងស្ដេចសៀអនុទាំងអ្នកដឹកនាំខ្លះនៅប្រទេសខ្មែរយើងហ្នឹងថាទៅប្រជាកំណើតមិនប្រជាជនយើងនៅតិចហ្នឹងហើយដីយើងនៅធំទូលំទូលាយឡើយដែរហ្នឹងហ្នឹងហើយខ្ញុំកណ្ដាលអាត្មាឃើញស្ដេចសៀអនុកាលហ្នឹងព្រះអង្គនៅមានបច្ចុប្បន្នណាដូចខ្ទង់2004ក៏2005ហ្នឹងភ្លេចហើយខ្ទង់ហ្នឹងហើយព្រះអង្គឡើងលឺសូរប្រកាសនៅក្នុងទូរទស្សន៍ក៏មាននៅក្នុងវិទ្យុក៏មានដែរកាលហ្នឹងនៅស្ដាប់ពេញនិយមហ្នឹងមើលទូរទស្សន៍ផងស្ដាប់វិទ្យុផងក៏លឺសូរនិយាយដែរស្ដេចសៀអនុហើយក៏មានថ្នាក់ដឹកនាំខ្លះនិយាយក្នុងហ្នឹងភ្លេចឈ្មោះហ្នឹងហើយថាប្រទេសយើងប្រជាជននៅតិចមិនត្រន់ច្រើនអីចេះមួយចុះពីរអញ្ចឹងណាហ្នឹងហើយក៏ប៉ុន្តែសម្រាប់អូននឹងនិយាយទៅមកទៅដូចជាប្រទេសចិនប្រទេសវៀតណាមអីអាហ្នឹងយើងអត់ដឹងទេឬក៏ពិភពលោកនៅអូនឯងនិយាយហ្នឹងសម្រាប់គេអង្គការពិភពលោកអីហ្នឹងណាអង្គការសិទ្ធិមនុស្សអង្គការ UN HCR អង្គការអីសិទ្ធិមនុស្សអីពិភពលោកឬអង្គការអីដែលគេមើលខុសត្រូវអំពីសុខុមាលភាពអីផ្សេងពិភពលោកសុខទុក្ខពិភពលោកណាហ្នឹងយើងអត់ដឹងណាអូនឯងនិយាយទៅតាមហ្នឹងគេវិភាគតួទាំងពិភពលោកមានន័យគេវិភាគប្រៀបទៅដូចមនុស្សហ្នឹងរស់នៅលើផែនដីតែមួយអញ្ចឹងបើអូនឯងវិភាគទៅអញ្ចឹងប្រហែលជាត្រឹមត្រូវមានន័យថាចិនយួនអីអាចនឹងរស់លេឡំគ្នាមិនបាច់ប៉ាសពតមិនបាច់សម្បត្តិស្នាមអីទេហ្នឹងហើយអាហ្នឹងអាចចឹងបានអូនឯងនិយាយហ្នឹងនិយាយទៅតាមផ្លូវហ្នឹងហើយយើងអញ្ចឹងដែរទៅរស់នៅអាមេរិកក៏បានអាមេរិកមករស់មកលើយើងក៏បានអឺរ៉ុបតអាមេរិកយើងតអឺរ៉ុបក៏បានអឺរ៉ុបមកយើងក៏បានអាហ្នឹងបើយើងមកទាំងអញ្ចឹងទាំងអស់អត់អីទេហ្នឹងនិយាយនោះយើងមកអញ្ចឹងណាមានន័យថាចិនហ្នឹងចង់ទៅរស់នៅអាមេរិកក៏បានចិនវៀតណាមឬយួនហ្នឹងចង់ទៅរស់នៅអាមេរិកចង់ទៅរស់នៅអឺរ៉ុបក៏បានហើយអាមេរិកនិងអឺរ៉ុបហ្នឹងចង់មករស់នៅចិនចង់មករស់នៅវៀតណាមក៏បានអាហ្នឹងប្រហែលអញ្ចឹងបានហើយខ្មែរយើងក៏ដូចគ្នាខ្មែរកម្ពុជាយើងក៏អញ្ចឹងចង់ទៅរស់នៅអាមេរិកអឺរ៉ុបក៏បានអាមេរិកអឺរ៉ុបក៏ចង់រស់មកនៅខ្មែរកម្ពុជាយើងក៏បានអីហ្នឹងអាហ្នឹងវាអាហ្នឹងអាចអញ្ចឹងយើងបូកសរុបចឹងបានហ្នឹងហើយឬក៏ដូចខ្ញុំកណ្ដាលអាត្មានិយាយពីដើមអញ្ចឹងទៅយើងវិភាគទៅតាមអង្គការអីពិភពលោកអីផ្សេងហ្នឹងអង្គការហ្នឹងបើគាត់វិភាគអញ្ចឹងក៏មិនត្រឹមត្រូវដែរព្រោះយើងរស់នៅប្រទេសមួយផ្សេងអញ្ចឹងណាមួយច្រើនយើងប្រៀបឥឡូវឧទាហរណ៍ចិនច្រើនណាសូម្បីតែប្រទេសវៀតណាមច្រើនយ៉ាងវិញក៏នៅភ័យខ្លាចការពារមិនឲ្យប្រជាជនចិនចូលដែរឃើញអញ្ចឹងមែនក៏ការពារណាធ្វើលបងធ្វើអីណាប្រទេសវៀតណាមហ្នឹងហើយប្រទេសដែលជិតហ្នឹងលាវក៏ការពារដែរការពារមិនសូវឲ្យប្រទេសវៀតណាមហ្នឹងចូលហួយចូលដែរហ្នឹងហើយនៅថៃក៏អញ្ចឹងដែរការពារមកឲ្យខ្មែរមិនឲ្យអីយើងចូលឬក៏ប្រទេសផ្សេងអញ្ចឹងអាហ្នឹងវាទៅតាមបរិបទរឿងសេដ្ឋកិច្ចសង្គមសេដ្ឋកិច្ចអីផងណាក៏ប៉ុន្តែឥឡូវហ្នឹងដូចជាប្រទេសវៀតណាមហើយប្រទេសចិនឥឡូវហ្នឹងគេប្រជាជនច្រើនហ្នឹងក៏ប៉ុន្តែគេមានសេដ្ឋកិច្ចមានអីហ្នឹងអាហ្នឹងអ្នកខ្លះគេមិនចង់មករស់នៅស្រុកយើងអីផងក៏ប៉ុន្តែអាហ្នឹងយើងតាមយើងគិតអញ្ចឹងណាប៉ុន្តែគាត់តែយើងដឹងថានៅប្រទេសគេនោះមានប្រជាជនច្រើនអញ្ចឹងប៉ុន្តែតាមប្រទេសខ្លះនេះគេថាប្រជាជនចិននិងប្រជាជនវៀតណាមឥឡូវហ្នឹងវាគេច្រើនអញ្ចឹងមែនក៏ប៉ុន្តែគេមិនចង់មករស់នៅប្រទេសយើងទេអានឹងតាមប្រទេសភាគតិចប៉ុន្តែបើប្រទេសភាគច្រើននិងអន្តរជាតិគេដឹងឮថាទាំងស្ដេចសៀអនុក៏លោកនិយាយដែរអ្នកដឹកនាំយើងក៏និយាយកាលឆ្នាំ2000ជាងហ្នឹងថាមានតែប្រទេសចិនហើយប្រទេសវៀតណាមប្រជាជនច្រើនមែនទែនអីអញ្ចឹងណាហើយខ្មែរយើងមកនៅតិចនៅអីចេះមួយចុះពីរអញ្ចឹងហ្នឹងហើយបើយើងវិភាគថាការផលប៉ះពាល់ហ្នឹងវាអញ្ចឹងមានតែយើងទៅរស់នៅហ្នឹងអាហ្នឹងមានន័យថាយើងរស់នៅរួមគ្នាពិភពលោកហ្នឹងយើងរស់នៅរួមគ្នាហ្នឹងគេវិភាគហ្នឹងតាមពិភពលោកហ្នឹងអញ្ចឹង
ហើយផលប៉ះពាល់ផលអីអានឹងមានអង្គការពិភពលោកនឹងសហការនឹងរដ្ឋាភិបាលមួយបង្កើតច្បាប់បង្កើតអីទប់ស្កាត់ការពារព្រៃឈើការពារបរិស្ថានការពារអីទៅអាហ្នឹងវាមានតែច្បាប់ប្រទេសមួយទេហ្នឹងហើយយើងបង្កើតច្បាប់មានអង្គការពិភពលោកហ្នឹងមកសហការនឹងរដ្ឋាភិបាលមួយឲ្យការពារបរិស្ថានការពារព្រៃឈើការពារជំរកសត្វអីជាមួយពីអាហ្នឹងបើគិតអញ្ចឹងមកបានក៏ប៉ុន្តែបើយើងមកនៅលើផែនដីមកទៅតាមអង្គការពិភពលោកមកទាំងអស់អាហ្នឹងលុះត្រាតែច្បាប់ហ្នឹងអញ្ចឹងដូចខ្ញុំកណ្ដាលអាត្មានិយាយពីដើមអញ្ចឹងច្បាប់អាមេរិកក៏មករស់នៅចិននៅយួននៅខ្មែរយើងបានយើងក៏ទៅរស់នៅអាមេរិកបានទៅចុះឡើងហ្នឹងហើយបើថាមានកដាស់ស្នាមអីក៏មិនសូវតឹងតែងទេគាត់ថាមានកដាស់ស្នាមអីបន្តិចបន្តួចអីអញ្ចឹងទៅដោយអត្តសញ្ញាណប័ណ្ណអីយើងអញ្ចឹងណាអាចនឹងទៅបានដែរមានឲ្យមានសម្បត្តិកំណើតអត្តសញ្ញាណប័ណ្ណអីទៅរស់នៅអាមេរិកបានហ្នឹងហើយអាមេរិកហ្នឹងក៏មករស់នៅចិននៅវៀតណាមនៅខ្មែរយើងបានឲ្យតែមានអត្តសញ្ញាណប័ណ្ណមានសម្បត្តិកំណើតអញ្ចឹងឧទាហរណ៍ណាអានឹងបានអានេះវាបើនិយាយតាមពិភពលោកហ្នឹងមិនបាច់សម្បត្តិកំណើតទៀតក៏តែគាត់ថាយើងបញ្ជាក់ទៅរំនៅឋានអីចឹងណាសម្បត្តិកំណើតកើតនៅទីណាអញ្ចឹងទៅហ្នឹងហើយសម្បត្តិកំណើតថៃអត្តសញ្ញាណប័ណ្ណមួយហ្នឹងទៅរស់នៅអាមេរិកបានអាមេរិកហ្នឹងក៏រស់មកទៅយើងបានអាហ្នឹងអង្គការហ្នឹងនិយាយពិភាក្សាអញ្ចឹងបានហ្នឹងហើយពួកអឺរ៉ុបពួកអីហ្នឹងមករស់នៅយើងបានឲ្យតែមានសម្បត្តិកំណើតអត្តសញ្ញាណប័ណ្ណហើយយើងអញ្ចឹងដែរអាហ្នឹងប្រហែលជាអញ្ចឹងបានប៉ុន្តែបើយើងនិយាយមកលើពិភពលោកនេះវាទាំងស្រុងវាអត់ត្រឹមត្រូវទេហើយបើអង្គការមើលការខុសត្រូវពិភពលោកណានឹងសហការជាមួយរដ្ឋាភិបាលបង្កើតការពារព្រៃឈើការពារសត្វអីផ្សេងហ្នឹងបានហ្នឹងហើយអញ្ចឹងរឿងដែលបញ្ហាបរិស្ថាននេះតាមការពុតទៅបើយើងនិយាយច្បាប់ធម្មជាតិនោះវាកើតមកលើផែនដីនោះវាកើតគ្រប់ចំនួនកុំឲ្យតែមនុស្សយើងនឹងបើនិយាយតាមព្រះមិនថាព្រះណាព្រហ្មញ្ញជាពិសេសព្រហ្មញ្ញព្រះពុទ្ធសាសនាឬក៏ព្រហ្មញ្ញណាមនុស្សកើតមកដោយរងការបំផ្លិចបំផ្លាញដោយមនុស្សទុច្ចរិតទេដោយអាក្រក់តាមពុទ្ធព្រះអង្គសម្ដែងណាព្រហ្មញ្ញក៏និយាយដែរមនុស្សនឹងគ្មានព្រហ្មវិហារធម៌បើព្រហ្មញ្ញលោកនិយាយថាមនុស្សគ្មានព្រហ្មវិហារធម៌4មេត្តាករុណាមុទតោពេខាហើយពុទ្ធក៏សម្ដែងនឹងដែរក៏ប៉ុន្តែពុទ្ធសម្ដែងថាមនុស្សមានទុច្ចរិតចឹងណាមានលោភៈទោសៈមោហៈហួសប្រមាណហើយទុច្ចរិតជាពិសេសអ្នកដឹកនាំឬអ្នកមានអំណាចដល់មនុស្សអ្នកដឹកនាំឬមានអំណាចនឹងគ្មានធម៌ទុច្ចរិតចឹងទៅបង្កើតកូនបង្កើតចៅបង្កើតក្រុមហ្នឹងហើយមិនបូជាទេវតាមិនរំលគុណទេវតាថែរក្សាផ្សេងហ្នឹងហើយបូកសំនឹងគ្មានធម៌ល្អក្នុងខ្លួនហ្នឹងក៏បណ្ដាលឲ្យមានគ្រោះថ្នាក់ធម្មជាតិផ្សេងហ្នឹងហើយខ្ញុំកណ្ដាលអាត្មាមាននិយាយឃ្លីបមុនខ្លះហើយអារឿងដែលហេតុដែលបំផ្លិចបំផ្លាញហ្នឹងប្រពុតឬក៏ព្រហ្មញ្ញឬក៏សាសនាដទៃគេអ្នកប្រាជ្ញពីសម័យបុរាណមកលោកវិភាគលោកមិនថាមនុស្សអីកើតច្រើនកើតតិចទេកើតមកវាគ្រប់ចំនួនប៉ុន្តែហេតុដែលធ្វើឲ្យបំផ្លិចបំផ្លាញបង្កគ្រោះធម្មជាតិពាក់ព័ន្ធនឹងគ្រោះធម្មជាតិគ្រោះអីផ្សេងធ្វើឲ្យទេវតាខឹងណាឬក៏ធ្វើឲ្យធម្មជាតិខឹងផ្សេងវិនិច្ឆ័យសកម្មផ្សេងហ្នឹងដោយមនុស្សនោះអត់មានធម៌អត់មានអំពើល្អហ្នឹងព្រះអង្គពុទ្ធហ្នឹងជាពិសេសព្រះអង្គសម្ដែងរឿងអ្នកដឹកនាំអ្នកមានអំណាចហើយបង្កើតជូនកូនចៅបង្កើតក្រុមហើយបើអ្នកមានអំណាចពិភពលោកក៏អញ្ចឹងដែរគឺมันមានធម៌มันមានសុចរិតมันមានព្រហ្មវិហារធម៌ហើយมันមានច្បាប់ក្បួនច្បាប់ល្អត្រឹមត្រូវมันមានក៏ប៉ុន្តែมันប្រតិបត្តិធ្វើតាមអីអញ្ចឹងណាអាក្បួនច្បាប់មានតែធ្វើតាមហើយជាពិសេសធម៌ហ្នឹងធម៌សុចរិតអីផ្សេងហ្នឹងហើយអ្នកមានអំណាចលើពិភពលោកហ្នឹងជាពិសេសដូចជាមហាអំណាចនេះមហាអំណាចធំបន្ទាប់មកអ្នកជាប់ពាក់ព័ន្ធនឹងមហាអំណាចធំអ្នកដែលមានអំណាចនៅលើពិភពលោកធំហ្នឹងហើយបន្ទាប់មកប្រទេសហ្នឹងស្ដេចទៀតទៅបង្កើតកូនចៅស្ដេចឬក៏ប្រធានាធិបតីនាយករដ្ឋមន្ត្រីនឹងធ្វើអាក្រក់តាមខ្លួនហ្នឹងហើយ
ណាហេតុភេទហ្នឹងពុទ្ធឬក៏សាសនាព្រហ្មញ្ញឬក៏សាសនាផ្សេងហ្នឹងលោកតាហេតុដែលនាំឲ្យកើតនៅគ្រោះធម្មជាតិហេតុដែលធ្វើឲ្យទេវតាខឹងកេវក្រោតទៅណាទេវតាឬអាទិទេពផ្សេងដែលថែរក្សានគរថែរក្សាប្រទេសមួយឬក៏ទេវតាអាទិទេពថែរក្សាផែនដីហ្នឹងលោកខឹងឬព្រះធរណីព្រះកង្គីអីផ្សេងហ្នឹងស្ដេចទេវតាទាំង4ប្របាទកវេរថតរដ្ឋវិរូបខៈនិងវិរុលហកៈប្រអិនប្រព្រំអីហ្នឹងឬក៏ទេវតាស័កធំផ្សេងហ្នឹងលោកខឹងណាធ្វើឲ្យលោកខឹងអញ្ចឹងនោះខឹងក្រេវក្រោតអ្នកដែលថែរក្សាមើលហ្នឹងទាំងប្រមាណហ្នឹងខឹងហើយអ្នកខ្លះទៅអញ្ចឹងទៅវាមានកើតប្រព័ន្ធ AI ប្រព័ន្ធទូរស័ព្ទបច្ចេកវិទ្យាទំនើបទៅបំភ្លេចដូនតាខ្លួនពេលខ្លះទៅដូនតាហ្នឹងស្លាប់ទៅកើតជាទេវតាហ្នឹងថែរក្សាផ្ទះសម្បែងថែរក្សានគរអីអញ្ចឹងទេវតាដែលដូនតាខ្លួនហ្នឹងឬក៏ទេវតាពីមុនមកឬក៏ទេវតាថែរក្សាទ្វីបហ្នឹងលោកខឹងហ្នឹងហើយអញ្ចឹងខ្ញុំកណាអាត្មាមាននិយាយខ្លះคลิปមុនហើយឥឡូវហ្នឹងក៏បញ្ជាក់ទៅឲ្យរឿងដែលហេតុដែលនាំឲ្យកើតគ្រោះហ្នឹងកើតគ្រោះហ្នឹងហើយអ្នកវិភាគខ្លះទៅហេតុដែលកើតគ្រោះហ្នឹងដល់យើងបំផ្លាញធម្មជាតិអីផ្សេងស្វានយករ៉ែយកអីនៅផែនដីគ្រឹះផែនដីហ្នឹងសសរផែនដីគ្រឹះផែនដីផ្សេងហ្នឹងស្វានយករ៉ែយកអីហ្នឹងឬក៏យើងផ្លេចផ្លាញហ្នឹងអាហ្នឹងអ្នកខ្លះក៏វិភាគទៅបែបហ្នឹងទៅហើយមកបែបដែលដូចខ្ញុំកណាអាត្មានិយាយពីដើមមកបែបដែលជឿតាមពុទ្ធអ្នកដែលជឿការត្រាស់ដឹងរបស់ពុទ្ធដូចខ្ញុំកណាអាត្មានិយាយដើមហើយអញ្ចឹងអ្នកជឿតាមព្រហ្មញ្ញក៏ខ្ញុំកណាអាត្មានិយាយហើយអញ្ចឹងហើយសាសនាផ្សេងស្តៀងព្រហ្មញ្ញដែរមិនខុសទេដូចជាសាសនាអ៊ីស្លាមសាសនាកាតូលិកអីស្តៀងមិនសូវខុសពីព្រហ្មញ្ញប្រហែលទេស្តៀងព្រហ្មញ្ញហ្នឹងបែកមេឃបែកធាំងចេញពីព្រហ្មញ្ញហ្នឹងគាត់ថាវាឆ្នៃប្រឌិតខុសខ្លះអញ្ចឹងណាហ្នឹងហើយអញ្ចឹងហេតុភេទហ្នឹងវាកើតគ្រោះទុរភិក្សផ្សេងហ្នឹងវាអញ្ចឹងហើយបើសាសនាពុទ្ធក្តីអីក្តីព្រះអង្គថាទេវតាកើតទេវតាចិញ្ចឹមមានន័យថាធម្មជាតិកើតមកឲ្យមនុស្សគ្រប់ហ្នឹងគ្រប់គ្រាន់នៅលើផែនដីហ្នឹងប៉ុន្តែហេតុដែលមនុស្សវាមិនគ្រប់គ្រាន់ណាដោយលោភៈទោសមោហៈហួសប្រមាណហ្នឹងណាដោយអ្នកដឹកនាំដោយអីដូចខ្ញុំកណាអាត្មានិយាយហើយនិយាយទៀតពីដើមហ្នឹងហើយកើតមកគឺมันបើតាមទៅបង្កើតមកតម្រូវការផែនដីហ្នឹងកើតបន្ទុមកទេវតាអាទិទេពផ្សេងហ្នឹងមកកើតបន្ទុមកគឺតម្រូវការឲ្យយើងគ្រប់ហ្នឹងមិនថាអាហារហូបចុកថ្នាំអង្កូវអីដោយសារយើងលោភលន់ចង់អោបទៅយកស៊ីយកធ្វើមានធ្វើបាបខ្លួនឯងណាធ្វើមានធ្វើបានខ្លួនឯងអញ្ចឹងទៅចង់ទៅរស់នៅសុខខ្លួនឯងមើលអ្នកខ្លះមកទ្រព្យសម្បត្តិរាប់លានកោតដុល្លារតែឯងហ្នឹងអ្នកខ្លះចង់រុកស្រូវទៅទុកទាំងឃ្លាំងចោលដល់ខូចក៏មានដែរទុកដល់គ្រោះធម្មជាតិមកខូចអាស្រូវទាំងឃ្លាំងហ្នឹងទាំងចង្រុកហ្នឹងតែខ្លះទៅទុកស្រូវសលៃស្រូវអីផ្សេងហ្នឹងអាហារឧបភោគបរិភោគទុកដល់ខូចចោលទៅទុកដោយធម្មជាតិមកបំផ្លាញចោលទៅក៏មានទៅនឹងយើងនិយាយរឿងអាហារបរិភោគហ្នឹងអ្នកខ្លះណាមាននៅលើផែនដីយើងហ្នឹងណាវាមានអញ្ចឹងបុគ្គលចង់បើថាសល់ផលច្រើនអញ្ចឹងវាមិនចេះចែកចាយហើយមួយទៀតបុគ្គលខ្លះនោះមានហួសទៀតហើយមានហើយចង់មាននោះមាននិយាយទៅដេកស៊ី100តំណក៏ស្ទើរមិនអស់ផងអ្នកខ្លះ10តំណទៅ100តំណដេកស៊ីលុយកាសទ្រព្យសម្បត្តិក៏មិនទៅគាត់ក៏ប៉ុន្តែមិនសូវធ្វើទេធ្វើអំពើល្អកុសលអីផ្សេងទេបើធ្វើជាក្នុងលក្ខណៈមួយសម្ដែងឲ្យគេមើលឃើញថាខ្លួននឹងជាមនុស្សល្អខ្លះហ្នឹងក៏ប៉ុន្តែនៅពីក្រោយខ្នងនោះក្រោយខ្នងវាំងនូននោះគឺលួចឆ្លន់នឹងល្បិចកັບកេងគេសាហាវយ៉ាងនឹងទៀតក៏មានទៅណាអញ្ចឹងដល់ហេតុអញ្ចឹងហេតុភេទអញ្ចឹងអញ្ចឹងយើងងាកមកវិញមនុស្សដែលកើតនៅលើផែនដីហ្នឹងទេវតាកើតទេវតាចិញ្ចឹមអាទិទេពកើតអាទិទេពបញ្ចំធម្មជាតិបង្កើតយើងធម្មជាតិហ្នឹងវាចិញ្ចឹមយើងក៏ប៉ុន្តែដោយសារយើងហ្នឹងវាខ្លះទៅអាងអំណាចដូចប្រទេសអញ្ចឹងយើងមើលឃើញតែប្រទេសក៏អញ្ចឹងដែរបុគ្គលក៏អញ្ចឹងប្រទេសនោះខ្លំមានគ្រឿងហូបចុកហ្នឹងហូរហៀទុកខូចមិនដែលយកទៅចែកទៅអីប្រទេសក្រីក្រទេហ្នឹងអាហ្នឹងគឺថាលោភលន់ហួសប្រមាណហ្នឹងហើយណាទៅនិយាយអីប្រដៅក៏ដល់ហ្នឹងខឹងក្រេវក្រោតគេថាលោភៈទោសមោហៈហ្នឹងខឹងក្រេវក៏ទៅវាយទៅអីគេទៀតអាងកងតបអាងសម្ពាវុធអាងអីផ្សេងហ្នឹងហើយអាហ្នឹងវាហេតុភេទវាអញ្ចឹងហើយបើយើងវិភាគទៅទស្សនៈពុទ្ធដែលសម្ដែងដែលយើងជឿការត្រាស់ដឹងរបស់ពុទ្ធអត់ខុសទេហ្នឹងហើយ
chẳng là rương khó nó mình men khó là rương thay ở dân cao chọn cao tích nó lơ hành đây nó men tới đúng không hay đôi khi chúng ta tham ăn gì bị đau gì hay gì tiên chẳng tha à nó vừa tao tam bật tê tao tam ấy nhẫn á bay vừa ông ca vừa phục lục vừa chọn vừa tha ông ca để miền làm lại nó lơ bị phục lục nó miền là dương một cái bắp trắng đôi khi chúng ta tham ăn gì bị đau trắng hay dân cái bắp dân ấy bữa đâu dân bữa được làm một đích miền 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 tên hay nè thật thật cái sẽ thấy nam miền miền tục sâu ra lấy nó tập tập khôi dục liền một khôi cho cả miền này lôi nó miền tên hay là anh gì cái đó nó tụ vi non con đó nói tụ vi cái đấy nó dân cái này cứ clay clay nhẫn đắng ấy chẳng trong quần áo tham gia phim xong là mascara liên nó chụp đoạn poly